ថ្ងៃនេះខ្ញុំសូមបង្ហាញរូបមន្តឡាបសាច់ជ្រូក3ជាន់ចាដែលធ្វើពីទឹកអំពិលទុំខ្ញុំអត់ធ្វើទឹកត្រីធម្មតាទេបងប្អូនហើយពិធីធ្វើឡាបសាច់ជ្រូក3ជាន់គឺរសជាតិឆ្ងាញ់ជាងឡាបស៊ីកូហើយនិងឡាបសាច់ជ្រូកទៅទៀតដោយសារសាច់ជ្រូក3ជាន់គឺមានជាតិស្រួយញ៉ាំទៅចាតែអ្វីដែលផលវិបាកដែលថារៀងយ៉ាងបន្តិចបងប្អូនគឺយើងយកទៅបំពងរៀងផ្ទុះតិចឯហ្នឹងតែបើនិយាយពីរសជាតិវិញគឺឆ្ងាញ់ជាងឡាបសាច់គោទៀតចាខ្ញុំចូលចិត្តដោយសារវាមានជាតិឈ្ងុយហើយស្រួយចាជាដំបូងខ្ញុំដាំទឹកពុះហើយនឹងដាក់ខ្ញីខ្ទឹមសហើយនឹងគល់ខ្ទឹមស្រស់យើងពគៀវហ្នឹងចាដាក់ស្ងោរសាច់ជ្រូក3ជាន់ប្រហែលជា15នាទីសិនខ្ញុំដាក់ស្ងោរសិនណាមុននឹងយកទៅបំពងហើយពេលដាក់ស្ងោរហ្នឹងគឺវីដេអូខ្ញុំភ្លេចចុច record ចាខ្ញុំគិតថា record ហើយតែប៉ិតគឺខ្ញុំអត់បាន record គ្រឿងដែលខ្ញុំដាក់ចូលទៅក្នុងទឹកស្ងោរសាច់ជ្រូកហ្នឹងគឺមានទឹកស៊ីអ៊ីវប៊ីចេងអំបិលហើយនឹងទឹកប្រេងខ្យងបន្ទាប់ពីស្ងោរដល់5នាទីរួចមកខ្ញុំយកមកដាក់លើกระดาษឲ្យជូតឲ្យស្ងួតព្រឹត្តយកទឹកចាញ់ចាអត់ឲ្យមានជាតិទឹកទេបន្ទាប់មកខ្ញុំយកទៅបំពងពេលបំពងហ្នឹងបងប្អូនការពីកុំឲ្យផ្ទុះហើយខ្ញុំដាក់ម្សៅដែរដាក់ម្សៅចូលទឹកក្នុងនឹងបន្តិចបំពងដើម្បីកុំឲ្យផ្ទុះប៉ុន្តែនៅតែផ្ទុះតែតបានអញ្ចឹងឡាបសាច់ជ្រូក3ជាន់គឺពិបាកត្រង់ថាយើងបំពងផ្ទុះបន្តិចគឺផលពិបាកដូចត្រង់នឹងឯងបន្ទាប់ពីបំពងហើយខ្ញុំអត់ឲ្យសាច់នឹងក្រៀមពេកទេចាអត់ឲ្យរបៀបថាក្រៀមឲ្យរឹងទេណាក្រៀមនៅខាងក្រៅតែខាងក្នុងសាច់ហ្នឹងគឺឲ្យមានជាតិទន់បងប្អូនឃើញហើយពេលដែលចាប់ដើមហាន់សាច់ខ្ញុំយកហាន់ជាចំណិតបច្ចិតអត់ហាន់យកត្រង់ទេដោយសារសាច់នឹងវាស្ដើងបន្ទាប់ពីហាន់សាច់រួចហើយធ្វើការលាយទឹកអំពិលទុំចានេះគឺទឹកអំពិលទុំខ្ញុំលាយចំនួន4ស្លាបព្រាបាយរីឯស្ករសខ្ញុំដាក់2ស្លាបព្រាបាយហើយបើសិនជាបងប្អូនមានស្ករផែនយើងឬក៏ស្ករត្នោតរត់តែឆ្ងាញ់ទៀតចាទឹកត្រីខ្ញុំដាក់ចំនួន3ស្លាបព្រាបាយហើយបងប្អូនធ្វើការភ្លក់ទៅបើបងប្អូនចូលចិត្តប្រៃជាងហ្នឹងអាចដាក់ថែមលើសនឹងតិចក៏បានដែរតែចំនួនដែលខ្ញុំលាយនេះគឺមកល្មមរសជាតិហើយបន្តមកខ្ញុំដាក់ប៊ីចេងប្រហែលជាកន្លះស្លាបព្រាកាហ្វេចាក់អង្ករលីងប្រហែលចំនួន1កូនចានណាចា1កូនចានតែកូនចានខ្ញុំរៀងធំជាងខ្ញុំដាក់ស្ទើកូនចានហើយបន្តមកខ្ញុំដាក់ម្ទេសស្រស់យើងគឺខ្ញុំហាន់ច្រាំហើយនឹងម្ទេសហុយដាក់លាយចូលគ្នាបើសិនជាបងប្អូនអត់សូវចូលចិត្តហឹរកាត់បន្ថយម្ទេសក៏បានដែរប៉ុន្តែម្ទេសហុយហ្នឹងគឺអត់ហឹរទេតែអ្វីដែលហឹរគឺម្ទេសស្រស់ណាចាធ្វើការកូរវាមួយសន្ទុះឲ្យវាលាយជាតិស្ករគ្រឿងចូលសពបានល្អហើយទៅយើងធ្វើការចាក់ខ្ទឹមរំលីងនេះខ្ញុំធ្វើការរំលីងខ្លួនឯងខ្លះហើយខ្ទឹមរំលីងមួយទៀតគឺខ្ញុំទិញជាកំប៉ុងស្រាប់ចាគឺគេរំលីងពីខ្ទឹមក្រហមចាមានរសជាតិឆ្ងាញ់ឈ្ងុយហើយស្រួយហើយនេះគឺជាសាច់ជ្រូកដែលខ្ញុំហាន់ហើយអំបញ្ញមិញហ្នឹងចាបន្ទាប់ពីលាយគ្រឿងបានសព្វគ្រប់ហើយខ្ញុំធ្វើការចាក់សាច់ជ្រូក3ជាន់នឹងចូលតែម្ដងសាច់ហើយនឹងទឹកសហ្នឹងយើងធ្វើការច្បល់ចូលគ្នាស្ទុះឲ្យចូលជាតិបានល្អហើយទៅយើងដាក់គ្រឿងក្រៅដូចជាបន្លែមានខ្ទឹមបារាំងមានជីអង្កាមហើយនឹងជីវ៉ាន់ស៊ុយចាបងប្អូនចង់ថែមបន្លែអីទៀតក៏បានដែរតាមការចូលចិត្តប៉ុន្តែឡាបគ្រឿងក្រៅវាមានតែប៉ុណ្្នឹងឯងចាហើយបើសិនជាញ៉ាំជាមួយនឹងសាឡាត់ក្តៅប៉ះចាគឺរឹតតែឆ្ងាញ់ឡាបសាច់ជ្រូក3ជាន់បើសិនជាបងប្អូនស្ងោរធម្មតាយកមកធ្វើក៏បានដែរប៉ុន្តែបើថាឲ្យរសជាតិឆ្ងាញ់ដូចសាច់ជ្រូកយើងយកទៅបំពងហើយយកមកធ្វើឡាបគឺខុសគ្នាបងប្អូនចាពេលដែលបងប្អូនបានមើលវីដេអូនេះហើយចាខ្ញុំគិតថាបងប្អូនច្បាស់ជាធ្វើតាមចាគឺឆ្ងាញ់ខ្ញុំធានាថាឆ្ងាញ់ 100% ណាបងប្អូនចាហើយជួយ like ជួយ share ផងបាយ